Chẳngជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូនៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញពីការSH ចូលទៅប្រើប្រាស់server របស់ AWS អញ្ចឹងនៅពេលដែលយើងបានcreate instance យើងបាន launch instance របស់យើងហើយយើងអាចចូលមកដល់ផ្ទាំង SH client នេះហើយយើងcopy នៅ command ដែលគេបានគេរៀបឲ្យយើងស្រាប់ទេអញ្ចឹងអីដែលយើងត្រូវការហ្នឹងគឺអា file ដែលអឺ AWS generate ឲ្យយើងអាហ្នឹងគឺជា permission file នៅពេលដែលយើងចង់ SA ចូលទៅប្រើប្រាស់ server គឺយើងត្រូវភ្ជាប់ជាមួយនឹង permission file ហ្នឹងទៅជាមួយដូចគ្នាអញ្ចឹង permission file របស់ខ្ញុំ store នៅនេះអញ្ចឹងខ្ញុំអីដែលយើងត្រូវធ្វើគ្រាន់តែ control V paste វាមកគឺយើងចូលមកដល់ server ហើយអញ្ចឹងយើងអាចវាយ command ដូចជា whomi នេះគឺជា user ដែលកំពុងប្រើប្រាស់នៅលើ server ហ្នឹងហើយមានដូចជា hostname នេះអានេះគឺជា hostname ហើយនឹង pwd គឺយើងឆែកមើលថាយើងកំពុងនៅ directory មួយណាអូខេអញ្ចឹងការងាររបស់យើងដំបូងគឺយើងត្រូវ install tree តោះអញ្ចឹងdo apt update អញ្ចឹងមុននឹងយើង install នៅ package មួយនឹងមកប្រើប្រាស់គឺយើងត្រូវ update ហើយនឹង create ជាមុនសិនអូខេបន្ទាប់មកចាំយើង install នៅ software tree នឹងយកមកប្រើ sudo apt install tree អូខេអញ្ចឹងនៅពេលដែលយើង install ហើយគឺយើងអាចនេះគឺស្គាល់ហើយ version អឺ3 software នោះដែលយើងបាន install តោះអញ្ចឹងនៅពេលដែលយើងបាន install វាហើយគឺយើងមកបង្កើតអឺ nested folder តោះអញ្ចឹងយើងអាចវាយ mkdir នេះគឺសម្រាប់make directory តោះអញ្ចឹងnested directory គឺយើងថែម flag .p អញ្ចឹងទៅបន្ទាប់មកខ្ញុំវាយ001 002 003ហេ ចឹងនៅពេលដែលយើងវាយ ls list ធម្មតាគឺចេញមកមានតែ folder ហ្នឹងមួយទេតែបើសិនជាយើងចង់ឆែកមើលថានៅក្នុង folder ហ្នឹងវាមាន nested folder មាន file នៅក្នុងហ្នឹងអីផ្សេងៗទៀតអត់យើងអាចវាយ ls.o អញ្ចឹងទៅតោះអញ្ចឹង .o ហ្នឹងหมายថា recursive វាចូលក្នុងfolder 001នៅក្នុង001មាន002ចូលដល់002មាន003អញ្ចឹងទៅអញ្ចឹងបើសិនជាយើងប្រើ ls.o វាអាចនឹងរៀងពិបាកមើលអញ្ចឹងទៅបានយើងប្រើប្រាស់ command ដែលយើងបាន install មុនហ្នឹងដែលមានឈ្មោះថា tree អញ្ចឹងឧទាហរណ៍ថាយើងកំពុងនៅហ្នឹងយើងគ្រាន់តែវាយ tree ហ្នឹងមកនេះគឺវា load មកហើយគឺ directory 001ក្នុងហ្នឹងវាមាន002រហូតដល់009អញ្ចឹងទៅតោះអញ្ចឹងបន្ទាប់មកគឺយើងទៅបង្កើត file នេះមួយtext.txt បន្ទាប់មកយើងវាយនៅពាក្យមួយចំនួនចូលក្នុងហ្នឹងអញ្ចឹងខ្ញុំសូម copy content នៅក្នុង file ប្រព័ន្ធនេះមកហើយខ្ញុំវាយvim text.txt អូខេបន្ទាប់មកយើង save file ហ្នឹងទៅ right click អូខេអញ្ចឹងការងារបន្តទៀតគឺយើងទៅ copy file មួយហ្នឹងដាក់ចូលទៅគ្រប់ directory ទាំងអស់ចឹងខ្ញុំអាចវាយមួយក៏បានឬក៏យើងអាច copy អាហ្នឹងយកទៅ paste យកមកក៏បានដែរឥឡូវវាយមួយហ្នឹងទៅបន្ទាប់មកយើងអាចប្រើជាមួយ pipe បានតោះអញ្ចឹងក្នុងករណីដែលយើងទៅ save វាតែអញ្ចឹងគ្នាអត់ចង់ save អញ្ចឹងយើងអាច copy យកមកcopy យកមកក៏បានដែរអញ្ចឹងខ្ញុំសុំ copy មកទៅលឿន
អូមុនហ្នឹងបង្កើតដល់លេខ10ពេលអញ្ចឹងតោះអញ្ចឹងខ្ញុំសូម copy ត្រឹមនេះដោយសារមុនហ្នឹងខ្ញុំអាចបានបង្កើតដល់ directory ទី10ទេកន្លែងនេះគឺបាត់directory 0031តោះអូខេអញ្ចឹងយើង copy text file ហ្នឹងហើយយើងអាចវាយទីមើលទៅនេះនេះគឺជា structure នៅពេលដែលយើង copy file ហ្នឹងដាក់ចូលទៅគ្រប់ directory ទាំងអស់បន្ទាប់មកគឺយើងអាច archive វាទៅដោយប្រើប្រាស់command ថានេះអញ្ចឹងថាហ្នឹងដូចជាអត់ទាន់បាន install ទេយើងអាចinstall វាបានតាមរយៈsudo apt install ថាហ្នឹងទៅអញ្ចឹងsudo apt install អូខេអញ្ចឹងក្រោយពី install ហើយគឺយើងនេះយើងវាយនេះមកដើម្បី archive អឺdirectory ដំបូងគេនេះទៅជាone archive file អញ្ចឹងវាយមកអឺ su sampling ដតតោះដូចជាបាត់អូខេនេះអញ្ចឹងនៅពេលដែលយើង ls មកគឺយើងបានអា file ដែលយើងបាន archive ហ្នឹងហើយតោះបន្ទាប់មកទៀតគឺយើង extract វាវិញអញ្ចឹង extract គឺយើងដូរតាពី C មកពាក្យ compress ហ្នឹងគឺដូរទៅអក្សរអីទៅអាហ្នឹងគឺ extract ខាងតោះអូនេះតោះអញ្ចឹងយើងមក comment មួយទៀតគឺដក C អឺ CZVF បានន័យថាយើង compress នៅអា archive file របស់យើងម្ដងទៅនេះតោះអញ្ចឹងមុនហ្នឹងគឺយើងមានfile ដតថាហ្នឹងហើយអញ្ចឹងយើងមក compress វាម្ដងគឺយើងអាចវាយថាដក VF SU sampran ដតថា .gz ហើយនឹងcompress របស់យើងអូខេអញ្ចឹងយើងបានអា file យើង compress មួយទៀតហើយអញ្ចឹងយើងអាច uncompress វាបានដោយប្រើដក x ពីមុខដកអាហ្នឹងគឺ extract អូខេហើយខ្ញុំលុបអា coin ចោលទៅអឺអូខេសិតអូខេតោះអញ្ចឹងយើងធ្វើរួចរាល់ហើយគឺយើងមកប្រើ zip ម្ដងអញ្ចឹង zip នេះគឺដូចនៅលើ Windows យើងដែរនេះគឺយើង compress វាជា zip file អញ្ចឹងzip ខ្ញុំអត់ទាន់មានទេយើងអញ្ចឹងត្រូវទៅ install សិនអូខេអញ្ចឹងក្រោយពីយើង install ហើយគឺយើងមក zip file ហ្នឹងបានហើយ
អញ្ចឹងdirectory ដែលយើង zip ហ្នឹងគឺអា directory ដែលជា parent directory របស់វាគឺ001អញ្ចឹងយើងវាយ zip ដក OV OV ហើយវាយsu 35.zip 001អូខេអញ្ចឹងយើងបាន zip file មួយទៀតទេអញ្ចឹងអានេះ unzip គឺយើងអាចវាយ unzip ពីមុខវាទៅដក OV ដក zip អ unzip អញ្ចឹងពេល unzip ដូចជាយើង extract file to pipe no message ដក O high from computer 10ដក Z អញ្ចឹងខ្ញុំសាកវាយអូខេអញ្ចឹងដោយសារតែវាជាប្រភេទ zip file គឺយើងអត់អាចប្រើប្រាស់ flag ដូចអាពេលយើង zip វាទេគឺយើងប្រើដក Z វិញទៅអញ្ចឹងចំពោះការងារដំបូងដូចជាអស់ត្រឹមហ្នឹងហើយសូមអរគុណលោកគ្រូនិងអ្នកនរគ្នាដែលបានមើលវីដេអូមួយនេះ